បាទជំរាបសួរពុកម៉ែបងប្អូនបាទអញ្ចឹងចំពោះពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ទិញយកបេនហ្គាសទៅបំពាក់អញ្ចឹងយើងមានតែប៉ុណ្្នឹងបាទមានទី1គឺបេនហ្គាសបាទទី1គឺបេនហ្គាសបាទទី2គឺបាទដុំទប់សម្ពាធហ្គាសចេញពីធុងបាទហើយទី3គឺតយោហើយទី4គឺយើងមានធុងបាទធុងហ្គាសបាទហើយទី5គឺយើងត្រូវតែមានម៉ាស៊ីនបាទអត់មានម៉ាស៊ីនក៏អត់មានអីទៅបំពាក់ជាមួយដែរបាទអញ្ចឹងម៉ាស៊ីនរបស់យើងអាចចាប់ពី4កម្លាំងសេសរហូតដល់8កម្លាំងសេសហើយម៉ាស៊ីនម៉ាកអីក៏យើងយីហោម៉ាកអីក៏យើងអាចបំពាក់បានដែរមិនថាបោះចិនបោះ Honda ឬក៏ម៉ាកផ្សេងទេឲ្យតែកពេនវាត្រូវគ្នាគឺយើងអាចបំពាក់បានដល់ហើយបើសិនជាម៉ាស៊ីនមកទឹកជប៉ុនយើងអាចកែច្នៃបានបាទកែច្នៃបំពាក់បានតោះតែពុកម៉ែបងប្អូនតម្រូវពុកម៉ែបងប្អូនផ្ញើម៉ាស៊ីនមកឲ្យខាងខ្ញុំដើម្បីធ្វើការកែច្នៃជូនបាទអញ្ចឹងម៉ាស៊ីននេះគឺយើងបានបំពាក់រួចហើយបាទយើងបានបំពាក់រួចហើយបាទបំពាក់ឲ្យរួចហើយជាមួយនឹងបាទម៉ាស៊ីនហ្នឹងយើងដោះដំឡើងរួចរាល់ហើយក៏យើងបានបញ្ឆេះសាកល្បងរួចរាល់គឺឃើញថាវាឆេះស្រួលហើយមួយទៀតការប្រើហ្គាសគឺអត់ប៉ះពាល់ទៅដល់ម៉ាស៊ីនរបស់ពុកម៉ែបងប្អូនទេគឺយើងប្រើទៅសំចៃច្រើនជាងសាំងបាទរហូតដល់50 ទៅ 60% បាទអញ្ចឹងបងប្អូនដឹងហើយថាសាំង1លីត្ររាល់ថ្ងៃវាចូល3600 3700ហើយបើហ្គាសគឺត្រឹមតែ1900ឬក៏1800ទេហ្គាសក្នុង1លីត្រហ្គាសបាទអញ្ចឹងកម្រិតនៃការស៊ីវាអត់ខុសគ្នាទេហ្គាស1លីត្រសាំងអាចនឹង1លីត្រដូចគ្នាបាទឬក៏អាចតែហ្គាសស៊ីច្រើនជាងតិចតួចបាទអ្វីដែលជាអត្ថប្រយោជន៍នៅពេលដែលយើងផ្លាស់ប្ដូរគឺយើងបានចំណេញជាមួយនឹងថវិការបស់បងប្អូនកាត់បន្ថយការចាក់សាំងបាទចាក់សាំងច្រើនដងព្រោះធុងហ្គាសយើងវាមានទំហំធំជាងហើយចាក់សាំងមួយធុងនេះ3លីត្របាទអញ្ចឹងយើងចំណាយពេលចាក់សាំងច្រើនដងបាទហើយទាំងនេះគឺសុទ្ធតែជាហ្គាសបេនហ្គាសថ្មីបាទគឺយើងមកជាប្រអប់បែបហ្នឹងបាទបេនហ្គាសថ្មីបាទមានច្រើនទៀតបាទมันមានតែប៉ុណ្្នឹងទេនេះគ្រាន់តែយើងដាក់តាំងបង្ហាញឲ្យបងប្អូនឃើញបាទអញ្ចឹងនៅក្នុងប្រអប់ហ្នឹងគឺយើងមានប៉ុណ្្នេះមកជាមួយបាទគឺយើងមានរងបាទរង2បេន1ហើយជាមួយនឹងដៃបាត់អែនេះមួយបាទអូខេបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ឬក៏មានសំណួរពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឬការបំពាក់បងប្អូនអាច comment សួរខាងក្រោមវីដេអូបាទនឹងបានបាទអរគុណបាទជម្រាបលា